បាទសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទហើយថ្ងៃនេះដែរគឺខ្ញុំថតមន្តចែកជូនបងប្អូនមើលលេងហើយក៏មានមន្តថ្មីមួយដែលទើបតែនឹងមកដល់ថ្ងៃនឹងដែរចាំបន្តិចទៀតខ្ញុំនឹងថតវាឲ្យបងប្អូនមើលប៉ុន្តែឥឡូវនេះខ្ញុំថតអាមួយនេះសិនព្រោះអីវាមន្តចាស់នៅត្រង់យើងស្រាប់អញ្ចឹងឥឡូវនេះយើងមានមន្តសីវាហើយយើងក៏ត្រៀមវាទុកលេងតាមភូមិសบายជាមួយបងប្អូនទាំងអស់គ្នាដែរអញ្ចឹងអានេះគីឡូវាគឺ25ដដែលវាអត់ធ្លាក់ទេតែចាប់ពីស្អែកទៅខ្ញុំដាក់វាចូលត្រង់សីហើយឥឡូវនេះខ្ញុំក្រុងវាជូតទឹកវាដើម្បីហាលវានៅពេលល្ងាចអញ្ចឹងមន្តនំចូលនៅមានមន្តផ្សេងច្រើនទៀតដែលខ្ញុំមានកម្រងយកចូលដើម្បីថតចែកជូនបងប្អូនមកលេងនេះបងប្អូនមកទៅដល់ថ្ងៃហ្នឹងឥឡូវខ្ញុំជូតទឹកជូតអីវាហើយដើម្បីដាក់វាហាលថ្ងៃពេលល្ងាចស្លាស់មុខស្លាស់មាត់ព្រោះអីវាទៅមកដល់ប្រហែលជារយៈពេល2ម៉ោងមុនហ្នឹងឥឡូវនេះយើងជូតទឹកទៅដើម្បីឲ្យវាត្រជាក់និងដាក់ឲ្យស៊ីស្មៅឃើញគ្នាដើម្បីចង់ដឹងថាវាហ៊ានឬក៏មិនហ៊ានណាប៉ុន្តែអត់តូចទេបងប្អូនវាគីឡូស្រាលដែរទេគីឡូ25ហើយយើងអាចថាយវាឡើងបានដល់27លេខជុលបានហើយព្រោះអីវាមុនទៅតែពេញរោមទេហើយផ្ទុយវានេះដោយសារវារិចចាស់វាទៅតែចាប់ក្រុកណែអញ្ចឹងហើយគេក៏លក់ឲ្យយើងវិញទៅហើយខ្ញុំក៏ទិញមកទុកដើម្បីជុលលេងតាមភូមិជាមួយនឹងបងប្អូនហើយក៏ថតឲ្យបងប្អូនមើលទៅថាមន់នឹងផែនវាស្អាតឬក៏មិនស្អាតបងប្អូនមើលតាមជាក់ស្ដែងទៅប៉ុន្តែមន់នេះសម្រាប់ខ្ញុំផែនវាគឺវាស័ក្តិសមនឹងរូបរាងរបស់វាហើយទោះតែគីឡូវារាងតូចបន្តិចប៉ុន្តែមិនជាបញ្ហាទេយើងអាចបើចំណីវាឲ្យវាឡើងសាច់ជាងហ្នឹងដើម្បីយើងត្រៀមលេងដើម្បីឲ្យវាចូលដៃពេញយើងស្រួលរកគូជុលព្រោះអីកម្ពស់វានេះខ្ពស់ជាងជុយនោះបងប្អូនខ្ពស់ជាងជុយចាស់ដែលយើងថតរដងហ្នឹងហើយមន់នេះដែរបងប្អូនគឺវាវាយប្រភេទមន់ក្បាច់វាវាយលោកជ្រៅដែរប៉ុន្តែនេះជាការឡាំលើកដំបូងរបស់វាអញ្ចឹងចាំមើលយើងសីវាយើងថែវាបន្ថែមទៀតតើវាវាយក្បាច់ដដែលឬក៏វាវាយប្រភេទមួយទៀតខ្ញុំនឹងថតចែកជូនបងប្អូននៅវីដេអូក្រោយៗជាបន្តទៀតហើយមន់ទាំងអស់នេះគឺមិនមែនខ្ញុំទិញមកលក់ចេញវិញទេបងប្អូនគឺខ្ញុំទិញមកទុកលេងខ្លួនឯងអញ្ចឹងព្រោះអីមន់ដែលលក់ចេញគឺខ្ញុំមិនទាន់មានកម្រងថាទិញចូលទេព្រោះអីឥឡូវនេះមន់ជុលតាមភូមិគេកំពុងតែតាមចាប់ច្រើនអញ្ចឹងហើយខ្ញុំមិនទាន់មានកម្រងថាទិញមន់យកមកលក់បន្តទៀតទេព្រោះអីយើងរវល់ការងារផងហើយក៏សម្រាប់ចិត្តថាផ្អាកមន់ទិញចូលសិនយើងទិញតែលេងខ្លួនឯងសិនទេសម្រាប់មន់ដែលខ្ញុំគិតថាយកមកលក់សារហ្នឹងគឺយកមន់មកពីខាងកើតមកលក់ចែកជូនបងប្អូនតែអាស្រ័យលើតម្លៃរបស់វាដែរបើសិនជាតម្លៃរបស់វាយកចូលមកថ្លៃខ្ញុំមិនហ៊ានយកមកទេព្រោះអីយើងលក់ទៅខ្លះបងប្អូនអត់ហ៊ានទិញលេងតពីខ្ញុំវិញចឹងព្រោះអីយើងអ្នកលក់មន់យើងមិនមែនអ្នកលេងមន់ធំអីទេគឺយើងលេងមន់ធម្មតាអញ្ចឹងហើយម្យ៉ាងវិញទៀតត្រង់យើងក៏មិនមែនត្រង់អ្នកលេងដែលបងប្អូនជួលមន់ក៏ស្គាល់ច្រើននេះដែរគ្រាន់តែយើងលក់ជាលក្ខណៈធម្មតាដើម្បីបានប្រាក់ចំណេញបន្តិចបន្តួចពីការលក់របស់វាហើយម្យ៉ាងទៀតយើងស្រឡាញ់ការជុលមន់វិស័យបាក់សីកាឡានេះផងដែរហើយវីដេអូនោះបងប្អូនមានតែប៉ុណ្្នឹងទេមានអីច្រើនទេហើយបើសិនជានិយាយទៅមានការខុសឆ្គងសូមបងប្អូនមេត្តាអធិស្ឋានផងហើយកុំភ្លេចពាក្យជឿន Subscribe អ្នកមួយផងសូមអរគុណ